Binance Charity គាំទ្រសហគមន៍ដែលរងផលប៉ះពាល់ពីទឹកជំនន់នៅស៊ូម៉ាត្រាគ្រោះមហន្តរាយធម្មជាតិអាចកើតឡើងភ្លាមដោយមិនមានការព្រមានជាមុនហើយបណ្ដាលឲ្យសហគមន៍ជាច្រើនប្រឈមមុខនឹងការបាត់បង់និងភាពមិនប្រាកដប្រជានៅតំបន់ដែលរងទឹកជំនន់និងរអិលដីគ្រួសារជាច្រើនអាចបាត់បង់ផ្ទះសម្ភារៈចាំបាច់និងប្រភពចំណូលក្នុងរយៈពេលខ្លីក្នុងស្ថានភាពបែបនេះការជួយឧបត្ថម្ភដែលឆាប់រហ័សនិងមានភាពច្បាស់លាស់មានសារៈសំខាន់ខ្លាំងសម្រាប់ការស្ដារឡើងវិញនៅខែធ្នូឆ្នាំ2025ទឹកជំនន់និងរអិលដីធ្ងន់ធ្ងរបានប៉ះពាល់ដល់តំបន់ជាច្រើននៅឥណ្ឌូនេស៊ីរួមមានAceh, West Sumatra និង North Sumatra ព្រឹត្តិការណ៍ទាំងនេះបានប៉ះពាល់ដល់គ្រួសារជាច្រើននិងដាក់សម្ពាធយ៉ាងខ្លាំងលើសេវាសង្គ្រោះបន្ទាន់និងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ដើម្បីឆ្លើយតបនឹងស្ថានភាពមនុស្សធម៌នេះ Binance Charity បានផ្តល់ជំនួយជាបន្ទាន់ដោយបដិញ្ញាចិត្តផ្តល់ថវិកាចំនួន$245,000ដើម្បីគាំទ្រសហគមន៍ដែលរងផលប៉ះពាល់នៅស៊ូម៉ាត្រាជំនួយនេះរួមមានការផ្គត់ផ្គង់សម្ភារៈចាំបាច់តាមរយៈការសហការជាមួយសមាគមកាកបាទក្រហមឥណ្ឌូនេស៊ីនិងជំនួយហិរញ្ញវត្ថុផ្ទាល់ដល់អ្នកប្រើដែលមានសិទ្ធិទទួលបាននៅតំបន់ដែលរងផលប៉ះពាល់ចំណុចសំខាន់មួយនៃគម្រោងនេះគឺការប្រើប្រាស់បច្ចេកវិទ្យា Blockchain ដើម្បីផ្ដល់ជំនួយយ៉ាងមានប្រសិទ្ធភាពនិងមានតម្លាភាពអ្នកប្រើដែលមានសិទ្ធិទទួលបានជំនួយត្រូវបានផ្ទេរថវិកាដោយផ្ទាល់ទៅកាន់កាបូបរបស់ពួកគេវិធីសាស្ត្រនេះជួយឲ្យជំនួយទៅដល់អ្នកទទួលបានយ៉ាងឆាប់រហ័សនិងកាត់បន្ថយការពន្យាពេលក្នុងស្ថានភាពអាសន្នការផ្ដល់ជំនួយដោយផ្ទាល់តាមកាបូប Digital បង្ហាញថាបច្ចេកវិទ្យាអាចមានតួនាទីសំខាន់លើសពីការជួញដូរឬហិរញ្ញវត្ថុប៉ុណ្ណោះនៅពេលមានវិបត្តិល្បឿននិងភាពច្បាស់លាស់គឺជាចំណុចសំខាន់ Blockchain ជួយធានាថាជំនួយទៅដល់មនុស្សត្រឹមត្រូវនៅពេលត្រឹមត្រូវនិងអាចតាមដានបានយ៉ាងច្បាស់ការសហការជាមួយដៃគូមូលដ្ឋានក៏ជាផ្នែកសំខាន់នៃការឆ្លើយតបនេះផងដែរការធ្វើការជាមួយកាកបាទក្រហមឥណ្ឌូនេស៊ីជួយធានាថាសម្ភារៈចាំបាច់ដូចជាអាហារនិងរបស់ប្រើប្រាស់ប្រចាំថ្ងៃទៅដល់គ្រួសារដែលត្រូវការជំនួយយ៉ាងខ្លាំងការសហការបែបនេះភ្ជាប់បច្ចេកវិទ្យាជាមួយសកម្មភាពជាក់ស្ដែងនៅលើដីការឆ្លើយតបរបស់ Binance Charity ចំពោះទឹកជំនន់នៅស៊ូម៉ាត្រាបង្ហាញពីបេសកកម្មវែងឆ្ងាយក្នុងការបង្កើតផលប៉ះពាល់ជាក់ស្ដែងនៅក្នុងសង្គមចាប់តាំងពីបង្កើតឡើង Binance Charity បានបរិច្ចាគជំនួយជាង$40 លាននៅទូទាំងពិភពលោកនិងបានជួយដល់មនុស្សជិត4 លាននាក់តាមរយៈគម្រោងអប់រំការជួយសង្គ្រោះនិងការអភិវឌ្ឍសហគមន៍ការប្តេជ្ញាចិត្តនេះបង្ហាញថាអង្គភាពដែលប្រើបច្ចេកវិទ្យាអាចចូលរួមយ៉ាងវិជ្ជមានក្នុងសង្គមដោយភ្ជាប់នវានុវត្តន៍ការសហការជាមួយមូលដ្ឋាននិងការផ្តល់ជំនួយប្រកបដោយតម្លាភាពជំនួយមនុស្សធម៌អាចមានប្រសិទ្ធភាពនិងឆ្លើយតបតាមតម្រូវការបន្ទាន់បានល្អជាងមុននៅពេលមានវិបត្តិការស្ដារទំនុកចិត្តនិងស្ថិរភាពត្រូវការពេលវេលាជំនួយហិរញ្ញវត្ថុជួយគ្រួសារដោះស្រាយតម្រូវការបន្ទាន់ខណៈសម្ភារៈចាំបាច់ជួយការពារសុខភាពនិងសុវត្ថិភាពរួមគ្នាជំនួយទាំងនេះជួយឲ្យសហគមន៍មានកម្លាំងក្នុងការស្ដារឡើងវិញការឆ្លើយតបទឹកជំនន់នៅស៊ូម៉ាត្រាជាគំរូមួយបង្ហាញថាបច្ចេកវិទ្យា Blockchain អាចគាំទ្រគោលបំណងមនុស្សធម៌បានយ៉ាងមានន័យវាបង្ហាញថាឧបករណ៍ Digital អាចត្រូវបានប្រើសម្រាប់ការអាណិតអាសូរការរួបរวมនិងការជួយជាក់ស្ដែងនៅពេលដែលសហគមន៍ប្រឈមមុខនឹងការលំបាករួចបំពេញកូដដើម្បីយករង្វាន់ MRE ដំបូងបងប្អូនចូលទៅកាន់ Play Store ឬក៏ App Store បន្ទាប់មកសរសេរពាក្យថា Binance ដូចដែលខ្ញុំបានសរសេរនេះបន្ទាប់មកចុច Download ចុច Allow តាមដែលដាក់ឲ្យនេះរួចចុចយកខាងក្រោមគេបន្ទាប់មកបំពេញលេខទូរស័ព្ទឬក៏អ៊ីមែលបើសិនជាចេញមកបែបនេះចុចតាមបែបនេះយើងដាក់លេខទូរស័ព្ទរួចយើងចុច Tick រួចចុច Next ពេលនោះសារវានឹងលោតទៅកាន់ទូរស័ព្ទរបស់បងប្អូនជាលេខ5មួយខ្ទង់បន្ទាប់មកយកលេខ5មួយខ្ទង់មកបំពេញរួចវានឹងឲ្យយើងបង្កើតលេខកូដត្រូវតែមានអក្សរធំអក្សរតូចលេខសញ្ញាដល់ចំណុចនេះសំខាន់បំផុតគឺយើងត្រូវចុច Yes រួចបំពេញកូដដើម្បីយករង្វាន់ MREA បន្ទាប់មកបងប្អូនដាក់អត្តសញ្ញាណប័ណ្ណឬបានបើកបរកណ្ដាលគេឬក៏យើងប្រើជាប៉ាសពតបងប្អូនមានអីដាក់នឹងដើម្បីបង្កើតកណេឲ្យផ្ទាល់ខ្លួនរបស់យើងអាចចុចខាងក្រោមដើម្បីដាក់ខាងលើកទាំងខាងមុខមានរូបថតខាងក្រោមទាំងអត់រូបថតបន្ទាប់មកយើងស្កេនមុខតាមគេណែនាំមានងាកឆ្វេងស្ដាំព្រិចភ្នែកនិងចំហមាត់ជាដើមតាមរូបគេបង្ហាញ